រឿងទុនសាយអណ្ដើកនិងខ្យងប្រកួតគ្នានៅក្នុងព្រៃស្រស់ស្អាតមួយមានសត្វជាច្រើនរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្នុងចំណោមនោះមានទុនសាយមួយឈ្មោះលឿនលាស់ដែលរត់លឿនជាងគេហើយតែងតែអំនួតថាខ្លួនជាអ្នកលឿនបំផុតមានអណ្ដើកមួយឈ្មោះអត់ធ្មត់ដែលដើរយឺតប៉ុន្តែមិនដែលបោះបង់និងខ្យងតូចមួយឈ្មោះស្ងប់ស្ងាត់ដែលយឺតជាងគេទាំងអស់ប៉ុន្តែមានចិត្តមាំមួនថ្ងៃមួយទុនសាយបាននិយាយអំនួតមុខសត្វទាំងអស់ថាគ្មាននរណាអាចឈ្នះខ្ញុំបានទេខ្ញុំលឿនជាងគេទាំងអស់អណ្ដើកបាននិយាយយ៉ាងស្ងប់ថាលឿនមិនសំខាន់ជាងការមិនបោះបង់ទេខ្យងក៏បន្ថែមថាបើយើងព្យាយាមដល់ចុងក្រោយយើងអាចឈ្នះបានដែរទុនសាយសោយខ្លាំងហើយបានស្នើប្រកួតរត់ជាមួយពួកគេការប្រកួតបានចាប់ផ្ដើមសត្វទាំងអស់មកមើលយ៉ាងរំភើបពេលសញ្ញាផ្ដើមទុនសាយរត់យ៉ាងលឿនបាត់ស្រមោលក្នុងពេលខ្លីអណ្ដើកដើរយឺតប៉ុន្តែមិនឈប់ខ្យងក៏រុនខ្លួនទៅមុខយ៉ាងតិចតួចតែបន្តដំណើរដោយមិនបោះបង់បន្ទាប់ពីរត់បានពាក់កណ្ដាលផ្លូវទុនសាយបានគិតថាពួកគេយឺតណាស់ខ្ញុំអាចសម្រាកបន្តិចបានវាបានគេងក្រោមដើមឈើហើយដេកជ្រៅដោយមិនដឹងខ្លួនក្នុងពេលនោះអណ្ដើកបានដើរឆ្លងកាត់យ៉ាងស្ងប់ស្ងាត់ខ្យងក៏តាមក្រោយបន្តដំណើរយ៉ាងអត់ធ្មត់ពេលថ្ងៃជិតលិចទុនសាយភ្ញាក់ឡើងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងវារត់យ៉ាងលឿនទៅចុងផ្លូវប៉ុន្តែវាមិនទាន់ទេអណ្ដើកបានដល់ជិតខ្សែបញ្ចប់ហើយខ្យងក៏មកដល់ជិតផងដែរនៅវិនាទីចុងក្រោយអណ្ដើកបានឈប់បន្តិចដើម្បីឲ្យខ្យងឆ្លងជាមួយគ្នាចុងក្រោយខ្យងបានឈ្នះការប្រកួតសត្វទាំងអស់ភ្ញាក់ផ្អើលនឹងអែបសាទរទុនសាយអារម្មណ៍ខ្មាស់ហើយនិយាយថាខ្ញុំបានរៀនថាការអំនួតនិងការមិនប្រុងប្រយ័ត្នធ្វើឲ្យខ្ញុំចាញ់អណ្ដើកនិយាយយ៉ាងស្ងប់ថាការអត់ធ្មត់នាំឲ្យដល់គោលដៅខ្យងនិយាយយ៉ាងសាមញ្ញថាបើមិនបោះបង់យើងអាចឈ្នះបានចាប់ពីថ្ងៃនោះទុនសាយក្លាយជាមិត្តល្អជាមួយអណ្ដើកនិងខ្យងហើយមិនអំនួតទៀតឡើយ